ក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះមនុស្សជាង 1200 នាក់បានស្លាប់ដោយសារទឹកជំនន់និងការរអិលបាក់ដីនៅទូទាំងតំបន់អាស៊ីក្នុងនោះច្រើនអ្នកផ្សេងទៀតនៅតែបន្តបាត់ខ្លួនដែលធ្វើឲ្យឆ្នាំនេះក្លាយជាឆ្នាំទឹកជំនន់ដ៏អាក្រក់បំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយភ្លៀងធ្លាក់ខ្លាំងព្យុះត្រូពិចនិងព្យុះស៊ីក្លូនដ៏ខ្លាំងក្លាបានវាយប្រហារប្រទេសនានារាប់ចាប់ពីប្រទេសឥណ្ឌូនេស៊ីស្រីលង្ការរហូតដល់ប្រទេសវៀតណាមថៃម៉ាឡេស៊ីនិងហ្វីលីពីនភូមិទាំងមូលត្រូវកប់នៅក្រោមភក់ផ្លូវថ្នល់ត្រូវបានបំផ្លាញហើយមនុស្សរាប់លាននាក់ត្រូវបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេស្រីលង្កាថែមទាំងបានប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្នថែមទៀតនៅកម្ពុជាឯនេះវិញទឹកជំនន់វាយប្រហារខេត្តចំនួន9ដែលប៉ះពាល់ដល់ជាង 33,000 គ្រួសារបង្ខំមនុស្សជាច្រើនអ្នកឲ្យផ្លាស់ទីលំនៅផ្ទះសម្បែងត្រូវបានលិចលង់ហើយផ្ទៃដីដាំដុះស្រូវនិងដំណាំផ្សេងទៀតរងការខូចខាតបង្កើតការលំបាកធ្ងន់ធ្ងរដល់កសិករអ្នកជំនាញនិយាយថាគ្រោះមហន្តរាយទាំងនេះកំពុងកើតឡើងដោយសារតែតំបន់អាស៊ីទទួលបានទឹកភ្លៀងច្រើនជាងធម្មតាទឹកសមុទ្រនិងបរិយាកាសកាន់តែក្តៅដែលជំរុញដោយការប្រែប្រួលអាកាសធាតុកំពុងបង្កើតព្យុះភ្លៀងកាន់តែខ្លាំងនៅឥណ្ឌូនេស៊ីឯនោះវិញការកាប់បំផ្លាញព្រៃឈើនិងការឈូសឆាយដីបានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅពីព្រោះដីមិនអាចស្រូបយកទឹកបានទាំងអស់នោះទេអ្នកតស៊ូមតិផ្នែកអាកាសធាតុជាច្រើនបាននិយាយថារដ្ឋាភិបាលនានាមិនបានត្រៀមខ្លួននោះទេសូម្បីតែបន្ទាប់ពីមានការព្រមានអស់ជាច្រើនឆ្នាំក៏ដោយប្រទេសដែលទទួលខុសត្រូវធំបំផុតចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រូវតែជួយជ្រោមជ្រែងដល់ប្រទេសដែលងាយរងគ្រោះដោះស្រាយជាមួយនឹងគ្រោះមហន្តរាយដែលកំពុងកើនឡើងទាំងអស់នេះមិនមែនតាមរយៈប្រាក់កម្ចីទេតែតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុនិងជំនួយពិតប្រាកដ